ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Jessica ធីបសាជាថ្មីហើយសូមស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់ថ្នាក់រៀនសិល្បៈនៃការប្រើប្រាស់មាត់ទឹកបងប្អូនប្រហែលជាធ្លាប់ឮគេនិយាយហៅថាមនុស្សមាត់ទឹកអញ្ចឹងយើងមកដឹងថាតើមាត់របស់យើងទឹកដោយវិធីណាហើយតើយើងអាចប្រើប្រាស់មាត់ទឹករបស់យើងបានយ៉ាងដូចម្តេចតើវាជារឿងមន្តអាគមឬក៏ជារឿងអភិនិហាអ្វីឥឡូវយើងមកស្វែងយល់ទាំងអស់គ្នានេះមិនមែនជារឿងព្រេងនិទានទេនៅក្នុងច្បាប់ស្រូបទាញនិងរូបវិទ្យាកង់តិចពាក្យសម្ដីគឺជាទម្រង់នៃធម្មពលរំញ័រដ៏ខ្លាំងក្លាបំផុតដែលអ្នកគិតវាគ្រាន់តែជារលកអគ្គិសនីនៅក្នុងខួរក្បាលប៉ុន្តែនៅពេលដែលអ្នកនិយាយចេញមកខាងក្រៅអ្នកកំពុងផ្ដល់រូបរាងនិងសម្លេងដល់គំនិតនោះអ្នកកំពុងបញ្ជូនរលកសំឡេងទៅក្នុងចក្រវាលដើម្បីឲ្យវាคล้ายទៅជាការពិតប្រធានបទរបស់យើងថ្ងៃនេះគឺរបៀបប្រើមាត់របស់អ្នកដើម្បីហៅលុយគិតទៅមើលតើអ្នកនិយាយអ្វីខ្លះអំពីលុយរាល់ថ្ងៃលុយពិបាករកណាស់លុយចាយដូចទឹកខែនេះដាច់យ៉ាយហើយរាល់ពាក្យទាំងនេះគឺជាពាក្យនៃការបញ្ជាចក្រវាលមិនចេះពិភាក្សាថាតើអ្នកនិយាយលេងឬក៏មែនទេនោះទេវាយកពាក្យរបស់អ្នកជាត្រីវិស័យបើអ្នកនិយាយថាលុយពិបាករកចក្រវាលនឹងរៀបចំឧបសគ្គដើម្បីឲ្យអ្នករកលុយបានពិបាកដោយដែលអ្នកនិយាយថ្ងៃនេះយើងនឹងមកធ្វើការកែសម្រួលភាសារបស់អ្នកនិងបដូរពីពាក្យថាភាសាក្រីក្រទៅជាភាសាសេដ្ឋីអ្នកនឹងរៀនពីរបៀបដែលធ្វើឲ្យលុយរត់ចូលមករកអ្នកតើអ្នកត្រៀមខ្លួនហើយឬនៅដើម្បីឲ្យសម្ដីរបស់អ្នកក្លាយជាសម្ដីមាសពេជ្រសូមចងចាំថាមាត់របស់អ្នកគឺជាទ្វារនៃឃ្លាំងសម្បត្តិបើអ្នកបើកវាត្រឹមត្រូវសម្បត្តិមហាសាលនឹងហូរចូលប៉ុន្តែយើងធ្លាប់បាននិយាយភាសាអវិជ្ជមានទាំងអស់នោះរួចមកទៅហើយតើយើងគួរធ្វើបែបណាដូច្នេះយើងត្រូវតែបន្សាបចិត្តពលរបស់ខ្លួនឯងជាពិសេសគឺពាក្យពេចន៍ដែលយើងធ្លាប់បានប្រើពីមុនមកឬក៏កំពុងតែមាននៅក្នុងចិត្តរបស់អ្នកទាំងអស់គ្នាឥឡូវនេះជំហានដំបូងគឺត្រូវឈប់ដាក់ថ្នាំពុលឲ្យខ្លួនឯងមានពាក្យមួយចំនួនដែលអ្នកត្រូវហាមឃាត់ជាដាច់ខាតមិនឲ្យចេញពីមាត់របស់អ្នកនោះឡើយទី1ខ្ញុំគ្មានលុយទេពាក្យនេះបិទខួរក្បាលរបស់អ្នកវាជាការប្រកាសភាពខ្សែធនទៅកាន់ចក្រវាលហើយជំនួសដោយប្រើមកពាក្យវិញថាខ្ញុំជ្រើសមិនទិញនៅពេលនេះទេឬតើខ្ញុំអាចរកលុយទិញវាបានដោយរបៀបណាទី2អីវ៉ាន់នឹងថ្លៃណាស់ពាក្យនេះបញ្ជាក់ថាអ្នកមានតម្លៃទាបជាងរបស់នោះត្រូវជំនួសមកពាក្យវិញថាវាមានតម្លៃខ្ពស់ហើយខ្ញុំស័ក្តិសមនឹងរបស់ល្អបែបនេះទី3ស្អប់លុយឬលុយមិនសំខាន់អ្នកខ្លះនិយាយថាលុយមិនសំខាន់ទេសំខាន់គឺក្តីសុខឈប់កុហកខ្លួនឯងទៅលុយនិងក្តីសុខគឺសំខាន់ទាំងពីរបើអ្នកប្រាប់មិត្តភក្តិថាឯងមិនមែនជាមនុស្សសំខាន់ទេតើគេនឹងមកសេពគប់យើងឬក៏មកលេងផ្ទះយើងទៀតដែរអត់ប្រកាសជាអត់ហើយលុយក៏ដូចគ្នាដែរបើសិនជាយើងនិយាយថាលុយមិនសំខាន់នោះលុយនឹងរត់ទៅនៅជាមួយអ្នកផ្សេងដែលគេឲ្យតម្លៃវាសាកធ្វើវិធីដាក់ការផាកពិន័យខ្លួនឯងម្ដងមើលសាកទិញកូនជ្រូកមួយឬក៏ប្រអប់ដាក់លុយមួយរាល់ពេលដែលអ្នកផ្លាត់មាត់និយាយពាក្យក្រីក្រដូចជាពាក្យអត់លុយឬក៏ពាក្យថាលុយពិបាករកណាត្រូវដាក់ពិន័យខ្លួនឯង 1000 រៀលចូលទៅក្នុងកូនជ្រូកឬក៏ប្រអប់ដាក់លុយនោះការធ្វើបែបនេះនឹងធ្វើឲ្យខួរក្បាលរបស់អ្នកភ្ញាក់ខ្លួននិងចាប់ផ្ដើមប្រយ័ត្នមាត់បន្ទាប់ពី1សប្តាហ៍អ្នកនឹងភ្ញាក់ផ្អើលថាតើអ្នកនិយាយពាក្យអវិជ្ជមានច្រើនប៉ុណ្ណាបន្ទាប់ពីលុបពាក្យអាក្រក់យើងត្រូវបញ្ចូលពាក្យល្អមានពាក្យមួយចំនួនដែលមានរំញ័រខ្ពស់នៅពេលដែលនិយាយពាក្យទាំងនេះវានឹងទាក់ទាញធម៌ពលល្អ1ភាពបរិបូរណ៍ជំនួសឲ្យការនិយាយថាមានច្រើនប្រើពាក្យថាបរិបូរណ៍វាមានន័យថាមានហូរហៀមានមិនចេះអស់2សេរីភាពលុយគឺជាសេរីភាពនិយាយពាក្យនេះឲ្យញឹកញាប់3ងាយស្រួលលុយរកបានដោយងាយស្រួលឱកាសចូលមកដោយងាយស្រួល4រំភើបជំនួសឲ្យការនិយាយថាខ្ញុំខ្លាចអត់លុយចូលនិយាយថាខ្ញុំរំភើបចង់ដឹងថាលុយចូលមកតាមផ្លូវណាទៀត5ការទទួលខ្ញុំបើកចិត្តទទួលខ្ញុំត្រៀមខ្លួនទទួលពាក្យទទួលបើកទ្វារនៃចិត្តអនុសម្បញ្ញៈរបស់អ្នក
សាកល្បងនិយាយឃ្លាទាំងនេះឲ្យលឺជាមួយខ្ញុំស្រឡាញ់លុយហើយលុយស្រឡាញ់ខ្ញុំជាមេដែកស្រូបលុយរាល់ថ្ងៃលុយចូលមកក្នុងជីវិតខ្ញុំកាន់តែច្រើនឡើងខ្ញុំមានទំនាក់ទំនងល្អជាមួយលុយតើអ្នកមានអារម្មណ៍យ៉ាងណាដែរតើមានអារម្មណ៍ថាធូរស្រាលនិងមានកម្លាំងដែរអត់នោះហើយជាធម៌ពលនៃពាក្យសម្ដីអ្នកប្រហែលជាធ្លាប់ឮពាក្យថា program ចិត្តឬក៏ affirmation ប៉ុន្តែថ្ងៃនេះខ្ញុំចង់បង្រៀនកម្រិតខ្ពស់ជាងនេះគឺ incantation affirmation គឺគ្រាន់តែជាពាក្យឃ្លាដដែល incantation គឺការនិយាយដោយដាក់អារម្មណ៍និងកាយវិការចូលទៅផងអ្នកត្រូវនិយាយដោយប្រើសំឡេងចេញពីពោះនិងមានទំនុកចិត្តហេតុអ្វីត្រូវស្រែកឬនិយាយខ្លាំងព្រោះវាបំបែករនាំងនៃការសង្ស័យនៅពេលដែលអ្នកដើរផងនិយាយផងឬទះដៃផងខួរក្បាលនិងរាងកាយរបស់អ្នកនឹងធ្វើសមកាលកម្មជាមួយគ្នាដើរដោយជំហានរឹងមាំហើយនិយាយថាខ្ញុំគឺជាអ្នកបង្កើតទ្រព្យសម្បត្តិខ្ញុំមានសមត្ថភាពដ៏មហិមាធ្វើបែបនេះ5នាទីរាល់ព្រឹកថាមពលរបស់អ្នកនឹងផ្លាស់ប្ដូរទាំងស្រុងចូលជ្រើសរើស incantation ផ្ទាល់ខ្លួនរបស់អ្នករាល់ដង្ហើមចូលខ្ញុំស្រូបយកឱកាសរាល់ដង្ហើមចេញខ្ញុំបញ្ចេញភាពភ័យខ្លាចខ្ញុំគឺជាអ្នកមានកុំខ្វល់ថាអ្នកដទៃគិតយ៉ាងម៉េចបើអ្នកចង់បានលទ្ធផលខុសពីគេអ្នកត្រូវហ៊ានធ្វើអ្វីដែលខុសពីគេមហាសេដ្ឋីជាច្រើនធ្វើបែបនេះនៅក្នុងបន្ទប់ទឹកឬក្នុងឡានរបស់ពួកគេសាកល្បងធ្វើមើលបច្ចេកទេសសម្ងាត់បំផុតមួយនៃការស្រូបលុយតាមរយៈការនិយាយគឺការអរគុណទុកជាមុនជាធម្មតាយើងនិយាយអរគុណតែពេលបានលុយហើយប៉ុន្តែនៅក្នុងពិភពនៃធម៌ពលនៃការនិយាយអរគុណគឺជាការប្រាប់ចក្រវាឡថាវាកើតឡើងរួចហើយនិយាយទៅកាន់វិក្កយបត្រដែលយើងបានបង់ពេលដែលអ្នកបង់លុយថ្លៃទឹកថ្លៃភ្លើងឬក៏បង់ធនាគារសូមកុំរអ៊ូត្រូវនិយាយថាអរគុណដែលខ្ញុំមានលុយបង់ថ្លៃសេវាទាំងនេះអរគុណដែលលុយបានផ្ដល់ឲ្យខ្ញុំនៅភ្លើងភ្លឺប្រើរាល់ថ្ងៃសូមឲ្យឯងទៅនាំមិត្តភ័ក្តិមកវិញឲ្យបានច្រើនណាការជូនពរលុយដែលចេញទៅគឺជាការធានាថាវានឹងត្រឡប់មកវិញសូមធ្វើលំហាត់ជាមួយនឹងការសន្ទនាជាមួយនឹងចក្រវាឡរាល់យប់មុនពេលចូលគេងនិយាយតិចថាចក្រវាឡអរគុណណាស់សម្រាប់ប្រាក់ចំណូលដ៏អស្ចារ្យដែលកំពុងចូលមកខ្ញុំមិនដឹងថាវាមកពីណាទេតែខ្ញុំដឹងថាវាកំពុងមកអរគុណនិយាយដោយស្នាមញញឹមនេះគឺជាការបញ្ជាទិញពីចក្រវាឡយើងបានរៀនច្រើនណាស់នៅក្នុងវីដេអូឃ្លីបមួយនេះឥឡូវនេះអ្នកកំពុងតែមានមាត់ទើបហើយអំណាចនៃការស្រូបលុយមិនមែនស្ថិតនៅលើការធ្វើការធ្ងន់តែមួយមុខទេតែស្ថិតនៅលើរឿងដែលអ្នកប្រាប់ខ្លួនឯងនិងទៅកាន់ចក្រវាឡឈប់និយាយរឿងខ្វះខាតចាប់ដើមនិយាយរឿងមានបានឈប់និយាយរឿងបញ្ហាចាប់ដើមនិយាយរឿងដំណោះស្រាយនៅពេលដែលអ្នកបដូរភាសារបស់អ្នកជីវិតរបស់អ្នកក៏នឹងបដូរសូមបិទភ្នែកហើយធ្វើការប្រកាសជាចុងក្រោយជាមួយនឹងខ្ញុំដាក់ដៃលើបំពង់ករបស់អ្នកសំឡេងរបស់ខ្ញុំមានអំណាចពាក្យសម្ដីរបស់ខ្ញុំបង្កើតទ្រព្យសម្បត្តិខ្ញុំនិយាយតែពាក្យដែលនាំមកនូវភាពរុងរឿងខ្ញុំអនុញ្ញាតឲ្យលុយហូរចូលមកក្នុងជីវិតរបស់ខ្ញុំដោយងាយស្រួលខ្ញុំគឺជាអ្នកមានខ្ញុំទទួលបានរួចរាល់ហើយ
សូមបើកភ្នែកឡើងចាប់ពីពេលនេះតទៅប្រើប្រាស់ពាក្យសម្ដីរបស់អ្នកដើម្បីបង្កើតពិភពលោកថ្មីអ្នកគឺជាអ្នកបង្កើតសូមអរគុណ